bạnអ្នកគ្នាតែងតែជួបផលលំបាកក្នុងការដែលយកឈ្នះទៅលើការអូសបន្លាយពេលវេលាចុះមកខ្ញុំប្រាប់អ្នកគ្នានេះគ្រាន់តែប្រើវិធីសាស្ត្រសាមញ្ញមួយ simple time management tip ទេប៉ុន្តែវាអាចជួយអ្នកគ្នាអាចយកឈ្នះទៅលើការអូសបន្លាយពេលវេលាហើយអាចសម្រេចការងារបានច្រើនជាងមុនទៀតអញ្ចឹងគឺកណ្ដឹងផងដែរខ្ញុំនឹងចែករំលែកពីវិធីសាស្ត្រ the 2 minute rule ឬក៏យើងអាចនិយាយបានថាយុទ្ធសាស្ត្រនៃ2នាទីអញ្ចឹងថ្ងៃនេះផងដែរខ្ញុំបង្ហាញអ្នកគ្នាពីវិធីសាស្ត្រឬក៏ time management technique មួយដែលជួយអ្នកគ្នាអាចយកឈ្នះទៅលើការអូសបន្លាយពេលវេលាអាចសម្រេចការងារបានច្រើនជាងមុនហើយយើងអាច increase ទៅលើប្រសិទ្ធភាពការងាររបស់យើងទៀតអញ្ចឹងជាក់ថាខ្ញុំនិងអ្នកនរគ្នាសុទ្ធតែជួបប្រទះដូចគ្នាគឺការអូសបន្លាយពេលវេលាថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញពីវិធីសាស្ត្រ the 2 minute rule ឬក៏ច្បាប់នៃ2នាទីអញ្ចឹងតើអ្វីទៅគឺជាច្បាប់នៃ2នាទីតើអាហ្នឹងវាពិតជាជួយយើងមែនអត់ក្នុងការដែលយើងអាចយកឈ្នះឬក៏កិច្ចចេញពីការអូសបន្លាយពេលវេលាយើងហៅថា procrastination ហ្នឹងណាអញ្ចឹងមុននឹងចូលទៅដល់ពីវិធីសាស្ត្រនៃការប្រើប្រាស់ហ្នឹងយើងត្រូវដឹងថាអូខេតើវាមិនតើអត្ថប្រយោជន៍វាមិនដែរអញ្ចឹង the 2 minute rule ឬក៏ច្បាប់នៃ2នាទីហ្នឹងគឺជាអ្វីអញ្ចឹងដែលច្បាប់នៃ2នាទីឬក៏ 2 minute rule ហ្នឹងសំដៅទៅលើការដែលយើងសម្រេចលើការងារមួយចំនួនណាដែលវាចំណាយរយៈពេលត្រឹមតែ2ឬក៏ក្រោម2នាទីអញ្ចឹងអូថាយើងការងារហ្នឹងវាត្រូវចំណាយពេលរយៈពេលក្រោម2ឬស្មើ2នាទីយើងត្រូវប្រាប់ខ្លួនឯងថាយើងធ្វើវាភ្លាមៗ do it immediately អញ្ចឹងអូខេយើងសាកសម័យបើសិនតែការងារហ្នឹងយើងអាចសម្រេចធ្វើវាបានយើងត្រូវបំពេញឬបញ្ចប់ពីក្នុងរយៈពេល2ឬក៏ក្រោម2នាទីយើងប្រាប់ខ្លួនឯងថា do it immediately take action immediately មកតើការងារណាខ្លះដែលអាចបំពេញបានក្នុងរយៈពេល2ឬក៏2នាទីអញ្ចឹងខ្ញុំលើក example ឲ្យអ្នកគ្នាមើលអញ្ចឹងអូខេយើងត្រូវការរៀបចំតុធ្វើការរៀបចំឯកសារនៅលើតុណាអូខេយើងចំណាយពេលរយៈពេលត្រឹមអត់ដល់2នាទីអូខេយើងឆាប់ពីគេអញ្ចឹងយើងត្រូវការរៀបចំកន្លែងគេរបស់យើងអូខេអាហ្នឹងដូចគ្នាជា example នៃ2នាទីទឹកការយកសម្រាមទៅបោះចោលអញ្ចឹងការងារទាំងអស់ហ្នឹងយើងអាចសម្រេចធ្វើវាបានក្នុងរយៈពេល2នាទីចុះយើងសាកសម័យមើលគ្រាន់តែការងារ2នាទីយើងនៅខ្ជិលអស់នៅអស់បន្លាយពេលទៀតចុះការងារមកធំដុំផ្សេងទៀតមានការងារមួយចំនួនផ្សេងទៀតដែលយើងអាចធ្វើបានក្នុងយើងរយៈពេល2នាទីមានការងារច្រើនដូចថាយើងត្រូវការអង្គុយធ្វើការអញ្ចឹងយើងឃើញតុធ្វើការយើងញ៉ៃយើងអាចរៀបចំឯកសាររៀបចំតុធ្វើការយើងយកសម្រាមទៅបោះចោលអញ្ចឹងការងារទាំងអស់ហ្នឹងសុទ្ធតែអាចធ្វើបាននៅក្នុងរយៈពេល2នាទីឬក៏ក្រោម2នាទីទៅទៀតឥឡូវយើងដឹងពីអត្ថន័យឬក៏យមន័យនៃ the 2 minute rule អញ្ចឹងយើងចង់ដឹងថាតើ the 2 minute rule ហ្នឹងវាចេញមកពីណា the 2 minute rule ហ្នឹងត្រូវបានគេដឹងពេញនិយមច្រើននៅក្នុងសៀវភៅមួយដែលមានឈ្មោះថា Getting Things Done by David Allen អញ្ចឹងដោយសារតែ David Allen គាត់បានប្រើប្រាស់ពីវិធីសាស្ត្រមួយ the 2 minute rule ដែលជួយឲ្យយើងអាចយកឈ្នះឬក៏កិច្ចចេញពីការដែលយើងអស់បន្លាយពេលវេលាទៅលើការងារមួយចំនួនបានអញ្ចឹងឥឡូវយើងមកដឹងពីអត្ថប្រយោជន៍ឬក៏អត្ថប្រយោជន៍របស់ the 2 minute rule នឹងអ្នកគ្នាពីច្បាប់នៃ2នាទីអញ្ចឹងអត្ថប្រយោជន៍របស់វាអាចជួយយើងកិច្ចចេញពីឬក៏យកឈ្នះឬក៏កាត់បន្ថយទៅលើការដែលយើងអស់បន្លាយពេលវេលាអញ្ចឹងពេលណាដែលយើងអាចយកឈ្នះឬក៏គាត់ថាការងារទូតាចមួយ2នាទីហ្នឹងយើងនៅខ្ជិលអស់យើងវាអាចជួយឲ្យយើងអាចយកឈ្នះទៅលើការងារដែលតូចតាចអញ្ចឹងអា small time មួយចំនួនហ្នឹងដែលយើងគិតថាអូខេវាអត់ចាំបាច់ប៉ុន្តែចុះបើយើងអស់បន្លាយពេលវេលាយើងគាត់តែ2នាទីហ្នឹងយើងអត់ធ្វើវាអញ្ចឹងវាជួយឲ្យយើងអាចយកឈ្នះទៅលើទាំងអស់ហ្នឹងការងារដែលតូចតាចអញ្ចឹងអត្ថប្រយោជន៍មួយទៀតនៃ the 2 minute rule ហ្នឹងអូថាយើងអាចសម្រេចការងារបានធំយើងទៅដល់ goal យើងបានឆាប់ហើយតែយើងទៅដល់ goal បានឆាប់ពេលណាដែលយើងសម្រេចការងារតូចតាចការងារ small task យើងបានសម្រេចហើយអញ្ចឹងការងារដែលតូចតាចហ្នឹងយើង finish ហើយអញ្ចឹងសម្រាប់ការងារណាដែលធំដុំដែលត្រូវការរយៈពេលយូរយើងអាច focus ទៅលើការងារទាំងអស់ហ្នឹងមួយទៀតអត្ថប្រយោជន៍នៃ2នាទីឧទាហរណ៍ថាបើមិនតែយើងបានសម្រេចការងារដែលតូចតាចអញ្ចឹងអារម្មណ៍របស់យើង focus ទៅលើការងារដែលធំដុំចុះវាជួយឲ្យកាត់បន្ថយនៅអារម្មណ៍ញ៉ៃអារម្មណ៍សុខស្មាញរបស់យើងចុះបើការងារតូចតាចនៅពីពេញនឹងយើងអត់បំពេញវាផងហ្នឹងអញ្ចឹងវាជួយកាត់បន្ថយនៅអារម្មណ៍មួយដែលស្មុគស្មាញដែលញ៉ៃដែលយើងមានទៅលើការងារដែលយើងមានប្រចាំថ្ងៃអញ្ចឹងអត្ថប្រយោជន៍វាមានច្រើនដែលជួយទីមួយជួយបង្កើនប្រសិទ្ធភាពការងាររបស់យើងអាចសម្រេចការងារតូចតាចហើយយើងអាចឈានទៅកាន់ការដែលយើងអាចសម្រេចការងារធំ goal ធំឬក៏ project ធំរបស់យើងជួយតាក់ទងជាមួយនឹងអារម្មណ៍របស់យើងពេលណាដែលការងារតូចតាចយើងអាច finish វាបានហើយអញ្ចឹងធ្វើអារម្មណ៍យើងអូខេយើងអាច focus តែទៅលើការងារដែលធំដុំអញ្ចឹងយើងអត់មានអារម្មណ៍ថាញ៉ៃឬក៏ស្មុគស្មាញទៅលើការងារដែលវាតូចតាចវាញ៉ៃអញ្ចឹងយកក្រោយពីយើងដឹងពីអត្ថប្រយោជន៍ benefit របស់ the 2 minute rule ហើយយើងទៅដឹងពីអស់គ្នាខ្ញុំនឹងចែករំលែកគ្នាពីវិធីសាស្ត្រដែលយើងប្រើប្រាស់ the 2 minute rule នៅក្នុងការងារប្រចាំថ្ងៃឬក៏ជីវិតឬក៏នៅកន្លែងការងារដើម្បីយើងអាចបង្កើនប្រសិទ្ធភាពការងារបានច្រើនជាងមុនទៀតចឹង the 2 minute rule នេះយើងអាចប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃយើងឬក៏នៅកន្លែងធ្វើការឬក៏នៅក្នុង business របស់យើងផងដែរចឹងដើម្បីអាចប្រើប្រាស់នៅ the 2 minute rule ហ្នឹងបានជំហានទី1ចឹង step ទី1គឺជំហានទី1អ្នកគ្នាត្រូវអូខេតាំង list down ការងារទាំងអស់ឬក៏យើងពិនិត្យទៅមើល to do list របស់យើងពិនិត្យទៅមើលការងារទាំងអស់ដែលយើងឬក៏តាំងមួយ task ទាំងអស់ដែលយើងត្រូវធ្វើចឹងអូខេយើងមើលតើការងារមួយណាដែលយើងអាចធ្វើវាបានក្នុងរយៈពេលក្រោម2នាទីឬក៏2នាទីអញ្ចឹងយើងកន្លែងទៅមើលការងារទាំងអស់ហ្នឹងយើងត្រូវ list down task ទាំងអស់ដែលយើងត្រូវធ្វើហ្នឹងតាំងមួយយើងទៅមើល check មើល to do list របស់យើងតើការងារណាដែលយើងអាចធ្វើបានក្នុងរយៈពេលក្រោម2ឬក៏2នាទី step ទី2ពេលណាដែលយើងកន្លែងទៅឃើញអូខេការងារហ្នឹងយើងអាចធ្វើវាបានយើងអាចប្រើប្រាស់យុទ្ធសាស្ត្រ2នាទីបានអញ្ចឹងយើងប្រាប់ខ្លួនឯងថាយើង do it immediately take action immediately អញ្ចឹងយើងប្រាប់ខ្លួនឯងយើងត្រូវទាញខ្លួនឯងចេញហ្មងយើងត្រូវបើថាយើងអង្គុយកៅអីយើងទាញចេញយើងត្រូវក្រោកឡើងទៅធ្វើសកម្មភាពហ្នឹងភ្លាមៗអញ្ចឹងប្រាប់ខ្លួនឯងថាអូខេការងារហ្នឹង
ធ្វើតាម plan ហើយយើងត្រូវជំរុញខ្លួនឯងចឹងប្រាប់ខ្លួនឯងថាអូខេការងារនោះធ្វើតាម plan ហើយធ្វើទៅរយៈពេល2ឬក៏2នាទីហ្នឹងហើយចឹងយើងប្រាប់ខ្លួនឯងបែបហ្នឹងចឹងការងារណាដែលយើងដឹងហើយថាការងារហ្នឹងវាតូចតាចនេះចុះយើងធ្វើយើងប្រាប់ខ្លួនឯង do it immediately ទៅយើងអាចសម្រេចការងារបានតូចតាចហើយបន្តមកទៀតយើងតាមដានពីប្រសិទ្ធភាពការងាររបស់យើងតើការងារដែលតូចតាចហ្នឹងពិតជាសម្រេចបានមែនអត់មួយវិញទៀតឧទាហរណ៍ថាយើងពងអង្គុយធ្វើការទៅខាងយើងឃើញតុយើងកំពុងតែញ៉ៃចឹងអូខេចឹងយើងគិតមើលអូថាយើងចង់ធ្វើការងាររៀបចំឯកសារនៅលើតុយើងតើការងារហ្នឹងវាពិតជាចំណាយរយៈពេល2ឬក៏2នាទីមែនអត់ចឹងយើងប្រាប់ខ្លួនណា do it immediately យើងខកចេញពីកន្លែងធ្វើការរបស់យើងរៀបចំវាភ្លាមចឹងយើងអាចប្រើយុទ្ធសាស្ត្រ2នាទីហ្នឹងបានភ្លាមផងដែរតែពេលណាយើងអង្គុយនឹកឃើញការងារណាដែលយើងអត់ទាន់ធ្វើហើយការងារហ្នឹងវាតូចតាចទេហើយចឹងយើងអាចសម្រេចការងារហ្នឹងយើងប្រើយុទ្ធសាស្ត្រហ្នឹងព្រាដើម្បីលើទៅការងារណាដែលវាតូចតាចការងារណាដែលវាប្រើរយៈពេលតិចអញ្ចឹងយើងប្រាប់ខ្លួនឯងទៅថាអូខេប្រាប់ខ្លួនឯងថាយើងការងារហ្នឹងវាអត់ចំណាយពេលយូរទេចំណាយរយៈពេលឬក៏កម្លាំងច្រើនទេយើងអាចប្រាប់ខ្លួនឯង do it immediately take action immediately ការងារដែលតូចតាចយើងអាចសម្រេចបានហើយចឹងការងារណាយើងមានពេលវេលាគ្រប់គ្រាន់យើងចំណេញពេលវេលាចំណេញថាមពលរបស់យើងទៀតយើងអាចទៅសម្រេចការងារដែលធំដុំឬក៏ការងារ project ណាដែលវាហៅការរយៈពេលយូរមិនដែរបានធ្លាប់ប្រើប្រាស់នៅយុទ្ធសាស្ត្រហ្នឹងអត់ហើយបើតែគ្នាប្រើប្រាស់យុទ្ធសាស្ត្រហ្នឹងកុំភ្លេចប្រាប់ខ្ញុំនៅក្នុង comment ផងដែរពីដល់មួយតើវាពិតជា work មែនអត់វាជាមានប្រសិទ្ធភាពមែនអត់ក្នុងការដែលជួយអ្នកគ្នាអាចទឹកចេញពីការអមឡាយពេលវេលាហើយអាចបង្កើនប្រសិទ្ធភាពការងារបានច្រើនជាងមុនមែនអត់ចឹងកុំភ្លេចប្រាប់នៅក្នុង comment មកចឹងសម្រាប់ខ្ញុំដូចខ្ញុំធ្លាប់ប្រើប្រាស់ជាមួយយុទ្ធសាស្ត្រ2នាទីចឹងខ្ញុំប្រាប់អ្នកខ្ញុំគួយខ្ញុំដាក់ឃើញការងារណាដែលខ្ញុំត្រូវធ្វើចឹងអូខេខ្ញុំភ្លេចស្រោចតិចការចឹងខ្ញុំគិតថាអូខេតើវាចំណាយរយៈពេលក្រោម2ឬក៏2នាទីមែនអត់ចឹងមួយចំណាយរយៈពេលខ្លីខ្ញុំប្រាប់ខ្លួនឯងខ្ញុំទាញខ្លួនឯងចេញពីកៅអីហ្នឹងទៅធ្វើការងារនឹងភ្លាមៗចឹងក្រោយពីយើងមកផ្លែទេយើងការងារទៅហើយបាត់ចុះបើយើងអត់ធ្វើការងារទាំងអស់ហ្នឹងយើងមានអារម្មណ៍ថាអូខេការងារច្រើនក៏ជាន់កាប់ទៅការវានឹងវាតូចតាចចំណាយរយៈពេលខ្លីតែយើងអត់ធ្វើវាចឹងអត់យើងគិតនៅតែខ្ជិលអញ្ចឹងយើងប្រាប់ខ្លួនឯងភ្លាមថាអូខេការងារហ្នឹងអត់វាចាយពេលយូរទេយើងគ្រាន់តែចំណាយពេល2ឬក្រោម2នាទីយើងអាចសម្រេចការងារនឹងបានអញ្ចឹងកុំភ្លេចប្រើដូចធំញរួននៅក្នុងជីវិតប្រចាំថ្ងៃថានៅកន្លែងធ្វើការឬក៏ជីវិតទូទៅយើងអាចប្រើប្រាស់យុទ្ធសាស្ត្រ2នាទីនឹងបានដើម្បីអាចគិតចេញពីទៅលើការអស់បន្លាយពេលវេលាទៅលើការងារដែលតូចតាចអញ្ចឹងយើងអាច sell time ពលហើយយើងតាក់ទងអារម្មណ៍យើងវាអត់ស្មាញ់យើងអាច focus ទៅលើការងារណាដែលវាធំដុំឬក៏ការងារណាដែលយើងចង់ទៅសម្រេចគោលដៅរបស់យើងណាអញ្ចឹងអូខេយើងអាចចំណេញពេលវេលាបានច្រើនទៀតអញ្ចឹងមានតែប៉ុណ្្នឹងទេតាក់ទងជាមួយនឹង simple time management technique មួយដែលជួយឲ្យយើងគិតចេញពីការអស់បន្លាយពេលវេលាគឺការប្រើប្រាស់ the 2-minute rule អញ្ចឹងកុំភ្លេចប្រាប់ខ្ញុំនៅក្នុង comment ផងពីការប្រើប្រាស់យុទ្ធសាស្ត្រមួយហ្នឹងតើអ្នកគ្នាឃើញតើវាពិតជា work មានប្រសិទ្ធភាពមែនអត់